ជំរាបសួរលោកគ្រូនិងអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពី website មួយដែលខ្ញុំបានបង្កើតគឺមានឈ្មោះថា Netjing Coding អញ្ចឹងនេះគឺជា content របស់ខ្ញុំគឺទី1គឺ introduction literature review methodology result and demo discussion និង conclusion introduction អញ្ចឹងទី1ខ្ញុំនឹងមកនិយាយអំពី project overview អញ្ចឹងខ្ញុំបង្កើត website Netjing Coding គឺនិយាយអំពី online education platform design មួយដែលអាចជួយដល់សិស្សក្នុងការសិក្សាភាសាកូដ programming ឬក៏ basic នៃ programming ជាច្រើនតាមរយៈភាសាកូដដែលខ្ញុំបានដាក់នៅក្នុងហ្នឹងនៅក្នុង website របស់ខ្ញុំបញ្ហាប្រឈមគឺសិស្សមានការពិបាកក្នុងការស្វែងរកមេរៀនសិក្សានៅក្នុង website ដទៃអញ្ចឹងឧទាហរណ៍បើសិនជាសិស្សចង់បានភាសា C++ និង Java អញ្ចឹងគាត់ត្រូវស្វែងរកភាសា C++ នៅក្នុង website មួយទៀត Java នៅក្នុង website មួយទៀតអញ្ចឹងគាត់ពិបាកអញ្ចឹងគាត់អាចមកប្រើប្រាស់ website របស់ខ្ញុំបានគឺមានភាសាជាច្រើននៅក្នុងហ្នឹងដែលអាចសិក្សាបាន objective អញ្ចឹងខ្ញុំបង្កើតគេហទំព័រមួយដែលមាន responsive និង interactive ដើម្បីផ្ដល់នៅវគ្គសិក្សានិងភាសាដែលខ្ញុំបានដាក់ចូលក្នុងហ្នឹងហើយមានភាពងាយស្រួលសម្រាប់គាត់ស្រាវជ្រាវនៅក្នុងហ្នឹង limitation អញ្ចឹងយើងចូល limitation គឺ website របស់ខ្ញុំគឺផ្ដោតសំខាន់ទៅលើមេរៀននិងការសិក្សា basic នៅក្នុងហ្នឹងប៉ុន្តែបច្ចុប្បន្នសិស្សមិនទាន់មានការសរសេរនិងការរ៉ានកូដដោយផ្ទាល់នៅក្នុងគេហទំព័រនេះទេ scoop ផ្ដល់ជូនមេរៀនកូដនិងការសិក្សាគ្រប់គ្រងភាសាជាច្រើននៅក្នុងហ្នឹងដូចជា C++, Java, Python, HTML និងភាសាផ្សេងទៀតអនុញ្ញាតឲ្យសិស្សអាចចុះ sign in បានហើយ website របស់ខ្ញុំគឺប្រើប្រាស់ Firebase ដើម្បីគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ literature review អញ្ចឹង literature review គឺខ្ញុំនឹង compare អំពី website របស់ខ្ញុំនិង W3 School អញ្ចឹង main purpose គឺខ្ញុំផ្ដោតទៅលើមេរៀនកូដនិងរចនា website របស់ខ្ញុំនិង basic នៃភាសាកូដដែលខ្ញុំត្រូវដាក់នៅក្នុងនោះសម្រាប់ W3 School វិញគឺផ្ដល់ការណែនាំនិងការបង្រៀនបង្កើត website និង coding ទូលំទូលាយ target user ខ្ញុំសម្រាប់សិស្ស website របស់ខ្ញុំគឺសម្រាប់សិស្សដែលគាត់ចាប់ផ្ដើមរៀនភាសា programming ឬក៏គាត់ចាប់ផ្ដើមចូល IT ITE ដែលជាជំនាញដែលគាត់ស្រឡាញ់ហើយ for W3 School វិញគឺគាត់បង្កើតឡើងដើម្បីឲ្យសិស្សដូចជាសិស្សដែលចង់រៀន ITE IT ដូចខ្ញុំដែរឬក៏ដែលសិស្សដែលចាប់ផ្ដើមរៀន technology ដូចគ្នាfor technology គឺខ្ញុំប្រើ React និង Firebase ក្នុង React មាន Tailwind HTML CSS ជាដើមហើយ for W3 School គឺ based on គាត់គឺគាត់អាចប្រើ web based platform របស់គាត់ដូចជាឧបករណ៍ interactive ជាដើមការផ្ទៀងផ្ទាត់គឺខ្ញុំផ្ទៀងផ្ទាត់ដោយ Firebase email និង password ហើយគាត់អាច user account feature តបមកគឺនិយាយពី methodology ចឹង tools និង technology ចឹង for front end គឺខ្ញុំប្រើ HTML JavaScript CS React និង Tailwind ហើយ for IDE គឺខ្ញុំប្រើ Visual Code for controller គឺ GitHub ហើយនិង Vercel ហើយ for back end គឺខ្ញុំប្រើ Firebase បន្ទាប់មកគឺខ្ញុំនឹងនិយាយអំពីរចនាសម្ព័ន្ធ system architecture គឺខ្ញុំបង្កើត website នេះសម្រាប់ឲ្យអ្នកប្រើប្រាស់គាត់អាចប្រើជានៅក្នុង tablet ក៏បាន desktop ក៏បាន mobile device ជាច្រើនទៀតក៏បានហើយគាត់អាចប្រើប្រាស់នៅក្នុង front end របស់ខ្ញុំគឺដូចជាគាត់អាចចូលមើលនៅក្នុង home page host page sign in contact ហើយមានច្រើនទៀតតែខ្ញុំអត់ទាន់បានដាក់នៅក្នុងហ្នឹងហើយនៅក្នុង front end គឺមាន React Tailwind ហើយនឹង JavaScript for back end គឺខ្ញុំប្រើ Firebase ដែលអាច user គឺ sign in តាម Gmail និង password នេះគឺជា result របស់ខ្ញុំគឺនេះគឺជា home page about page cost page contact page ហើយនឹង sign in page វីដេអូ demo ចាំខ្ញុំ demo ក្នុងវីដេអូបន្ទាប់ discussion គឺ challenge គឺការខ្ញុំមាន challenge មួយគឺការភ្ជាប់ React ជាមួយនឹង Firebase នឹងក្នុងការដោះស្រាយវាបាក់ handle tick ហើយ for solution គឺខ្ញុំប្រើប្រាស់ React Hawk
Firebase API ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យហើយ for learning គឺខ្ញុំបានសិក្សាច្បាស់អំពី React និង Firebase ហើយសិក្សាអំពី responsive web design តទៅមកគឺ conclusion និង future word អញ្ចឹង for future enhancement គឺខ្ញុំទី1គឺខ្ញុំចង់ឲ្យប្រព័ន្ធតាមដានឲ្យមានប្រព័ន្ធការតាមដានការវិវត្តនៃការសិក្សារបស់សិស្សការទី2ការចុះឈ្មោះចូលរៀនវគ្គសិក្សាទី3លំហាត់សរសេរកូដនិងការតេស្តនៅក្នុង website របស់ខ្ញុំទី4ទាំងគ្រប់គ្រងសម្រាប់សិស្សហើយទី5គឺការបន្ថែមភាសាកូដនិងមេរៀនកាន់តែច្រើនហើយកាន់តែល្អនិងច្បាស់លាស់នៅក្នុងនឹង conclusion គឺខ្ញុំ Nextgen coding គឺបានផ្ដល់នៅភាពងាយស្រួលសម្រាប់សិស្សក្នុងការសិក្សាការសរសេរកូដតាមអនឡាញដោយមានការរៀបចំមេរៀន responsive design និងបច្ចេកវិទ្យា Firebase តបមកយើងចូលទៅដល់ការ demo គឺមានឈ្មោះថា Nextgen coding អញ្ចឹង website នេះគឺផ្ដោតទៅលើការសិក្សាអំពីមេរៀនរបស់ coding like ដូចជាមេរៀន basic របស់ C++, C program, Java អីជាដើមអញ្ចឹងយើងអាចមកមើល website របស់ខ្ញុំទាំងអស់គ្នាបានគឺទី1និយាយពី home page អញ្ចឹងនេះគឺជា home page របស់ខ្ញុំយើងអាច search ដែលយើងចង់រៀនហើយនេះគឺជា feature course អាច view course បានតែយើងក៏តើមើលរួចយើងអាចមើលពី top instructor ទាំង4បានហើយបន្តមកគឺ about នេះគឺជា about page របស់ website ខ្ញុំបន្តមកគឺ course នេះគឺជា all course ដែលខ្ញុំបានបង្កើតប៉ុន្តែដោយសារតែខ្ញុំអត់បានត្រៀមមេរៀនដាក់ចូលនៅក្នុងនឹងអញ្ចឹង website របស់ខ្ញុំគឺយើងអាចចុច learn មកបានទេ contact us យើងអាច contact បានមាន contact information និង send message to ហើយម្យ៉ាងទៀតក៏យើងអាច sign in បានដែរអញ្ចឹងយើងមុននឹងយើង sign in យើងត្រូវចូលក្នុង Firebase របស់យើងគឺខ្ញុំ add user មួយដែលខ្ញុំបានដាក់ Gmail ឲ្យគឺ opa ក្តី21 Gmail ហើយ password 11122អូខេអញ្ចឹងខ្ញុំ add user នឹងចូលអូខេអញ្ចឹងយើងចូលទៅក្នុង website របស់យើងមកគឺយើងដាក់មកគឺ opa ក្តី21 Gmail ហើយ password យើងអាចដាក់1112222អញ្ចឹងយើងអាចបើកបិទមើលបានហើយក៏យើងអាច remember me ក៏បានដែរអញ្ចឹងយើងចុច sign in មកគឺយើងអាចចូលទៅដល់នឹងបានយើងអាច seal របស់យើងបានទៀតអញ្ចឹងយើងអាច sign in ចូលទៅក្នុង website របស់យើងបានហើយ